រឿងកូនត្រីប៉ោងប៉ោងក៏ពីយូរលង់ណាស់មកហើយក្នុងបឹងមួយឆ្ងាយពីភូមិមានកូនត្រីមួយឈ្មោះថាប៉ោងប៉ោងព្រឹកមួយមេរបស់ប៉ោងប៉ោងបាននាំប៉ោងប៉ោងមកហាយលេងនៅខាងក្រៅប៉ោងប៉ោងសប្បាយចិត្តខ្លាំងណាស់ព្រោះពីមុនវាមិនដែលបានមកហាយលេងបែបនេះឡើយវាបានជក់ចិត្តនឹងទេសភាពដ៏ស្រស់ត្រកាលនៅជុំវិញខ្លួនជាខ្លាំងរំពេចនោះចម្ងល់មួយបានកើតឡើងចំពោះប៉ោងប៉ោងម៉ែកូនឆ្ងល់ណាស់តើកូនឆ្ងល់អ្វីទៅនៅទីនេះស្អាតណាស់ហើយសប្បាយទៀតហេតុអ្វីពីមុនម៉ែមិននាំកូនមកលេងនៅទីនេះអូមកពីកូននៅតូចពេកនឹងណាម៉ែមិនហ៊ាននាំកូនមកលេងទេដូចសពមួយដងមេត្រីតែងឆ្លៀតនាំកូនមកហាយលេងនៅខាងក្រៅប៉ុន្តែយូរទៅកូនត្រីបែរជាមានអារម្មណ៍ធុញទ្រាន់នឹងកន្លែងដដែលវាចង់ទៅកន្លែងថ្មីទៀតម៉ែកូនចង់ទៅលេងកន្លែងទឹកជ្រៅទេកូនមិនអាចទៅទីនោះបានទេព្រោះកូននៅតូចណាស់កូនធំហើយប៉ោងប៉ោងកូននៅតូចណាស់ទីនោះវាបង្កគ្រោះថ្នាក់ដល់កូនបានគ្រោះថ្នាក់អ្វីមើលពួកគេនោះមានសប្បាយណាស់ប៉ោងប៉ោងនៅតែរំអុកមេត្រីម្ដងហើយម្ដងទៀតតែមេត្រីនៅតែមិនព្រមតាមសំណើរបស់ប៉ោង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 ហែតាមពីក្រោយមេរបស់វាទាំងអាក់អន់ចិត្តលុះមានឱកាសល្អមេត្រីភ្លេចខ្លួនប៉ោងប៉ោងក៏លួចហែកិច្ចពីមេរបស់វាទៅលេងកន្លែងទឹកជ្រៅតាមចិត្តឯងប៉ោងប៉ោងបានជួបនឹងសត្វផ្សេងហើយវាក៏បានសុំពួកគេធ្វើជាមិត្តពួកគេនាំគ្នាលេងយ៉ាងសប្បាយរីករាយវ៉ាវមើលនោះណោះស្អាតខ្លាំងណាស់ប៉ងប៉ងតោះឯងមិនដែលមកលេងទីនេះមែនទេឬមែនហើយខ្ញុំមិនដែលបានមកលេងទីនេះទេព្រោះអីម៉ែខ្ញុំមិនដែលឲ្យខ្ញុំមកលេងសោះវ៉ាវទីនោះក៏ស្អាតដែរប៉ោងប៉ោងមិនស្ងប់ចិត្តទេមួយសន្ទុះក្រោយមកវាគិតក្នុងចិត្តថានេះជាឱកាសល្អណាស់ខ្ញុំនឹងទៅលេងឲ្យបានច្រើនកន្លែងគិតចប់ប៉ោងប៉ោងក៏បានលាមិត្តរបស់គេដើម្បីទៅលេងកន្លែងថ្មីទៀតប៉ោងប៉ោងបានមកដល់កន្លែងមួយទៀតប៉ុន្តែនៅទីនោះមានសភាពស្ងប់ស្ងាត់គ្មានអ្វីឡើយក្រៅពីវត្ថុខ្មៅមួយវាឆ្ងល់ជាខ្លាំងហើយក៏បានហែទៅជិតដោយគិតថាវត្ថុខ្មៅនោះគឺជាផ្កាថ្មតែប៉ុណ្ណោះតែនេះគ្រាន់តែជាការគិតរបស់ប៉ោងប៉ោងធៀបពិតវត្ថុខ្មៅនោះគឺជាត្រីឆ្លាមកំពុងតែដេកដោយការហែរបស់ប៉ោងប៉ោងបានរំខានទៅដល់ដំណេករបស់ត្រីឆ្លាមធ្វើឲ្យត្រីឆ្លាមខឹងជាខ្លាំងហើយក៏បានដេញត្របាក់ប៉ោងប៉ោងដើម្បីធ្វើជាអាហារតែម្ដងប៉ោងប៉ោងហែបណ្ដើរនិងស្រែករកជំនួយបណ្ដើរចំណែកត្រីឆ្លាមដេញឡើងប្រកិតពីក្រោយជួយផងម៉ែអើយជួយកូនផងហាគ្មាននរណាជួយឯងបានទេឯងនឹងខ្លាចជាចំណីរបស់យើងឈប់សិនឈប់កុំទៅណាកូនត្រីខំប្រឹងបញ្ចេញកម្លាំងទាំងអស់របស់វាជាសំណាងល្អវាបានឃើញរូងថ្មមួយហើយក៏បានហែចូលទៅសំងំនៅទីនោះចំណែកត្រីឆ្លាមវិញពេលធ្វើអ្វីមិនកើតវាខឹងខ្លាំងណាស់រំពេចនោះវាបានបោកកន្ទុយវានៅមាត់រូងធ្វើ
ធ្វើឲ្យប៉ោងប៉ោងរអិលធ្លាក់មកក្រៅវិញប៉ោងប៉ោងខំគិតចុះគិតឡើងប្រឹងហែបន្តទៀតព្រមទាំងស្រែករកជំនួយជួយផងម៉ែអើយជួយផងនៅខណៈដែលប៉ោងប៉ោងស្ទើរតែអស់កម្លាំងពីខ្លួនហើយលែងចង់ទៅមុខវាគិតថានឹងត្រូវអស់ជីវិតនៅពេលនេះហើយជួយផងម៉ែអើយជួយផងរំពេចនោះមេត្រីក៏មកដល់ល្មមបញ្ចេញរិទ្ធកំញោញត្រីឆ្លាមបំណែកត្រីឆ្លាមភ័យជាខ្លាំងហើយក៏បានប្រឹងហែកិច្ចពីការដេញរបស់មេត្រីបន្ទាប់ពីត្រីឆ្លាមកិច្ចខ្លួនបាត់ប៉ោងប៉ោងក៏បានស្ទុះទៅអប់មេត្រីយ៉ាងណែនកូនសុំទោសដែលកូនមិនស្ដាប់តាមការណែនាំរបស់ម៉ែកូនដឹងខុសហើយមិនអីទេថ្ងៃនេះម៉ែអត់ទោសឲ្យកូនហើយតែកូនត្រូវចាំថាសំណាងមិនមែនចេះតែកើតឡើងរហូតនោះទេបើម៉ែមុខមិនទាន់កូនច្បាស់ជាខ្លាចជាចំណុយរបស់ត្រីឆ្លាមហើយចាប់តាំងពីពេលនោះមកប៉ោងប៉ោងតែងតែស្ដាប់តាមដំបូន្មានម្ដាយរបស់គេជានិច្ចគេមិនហ៊ានចចេះរឹងរូសដូចមុនទៀតឡើយដែលជាហេតុធ្វើឲ្យគ្រួសាររបស់គេរស់នៅដោយសុខសាន្ត